បាទជំរាបសួរពុកម៉ែបងប្អូននៅតាមដានទស្សនា Channel YouTube ពុំមកទាំងអស់គ្នាថ្ងៃនេះមានព័ត៌មានថ្មីទៀតហើយក្រោយប្រទេសថៃជួបគ្រោះមហន្តរាយជាច្រើនលើកច្រើនសារមានទាំងពីការព្យុះមានទាំងទឹកជំនន់មានទាំងភ្លើងឆេះហើយក៏មានឃាតកម្មផ្សេងៗនៅក្នុងភាគខាងត្បូងនៃប្រទេសថៃផងដែរថ្ងៃនេះមានព័ត៌មានថ្មីនិងប្លែកដោយគ្រោះមហន្តរាយបាក់ដីផ្ទាំងថ្មបិទផ្លូវជាតិលេខ12ក្នុងខេត្តភេទ្រាបូនបងប្អូនចង់ដឹងព័ត៌មានយ៉ាងណាសូមកុំភ្លេចជួយ Subscribe Channel YouTube ពុមលម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីផ្នែកថែទាំនិងជួសជុលផ្លូវលបឿនលឿងណាំណៅបានចេញរបាយការណ៍អាសន្នស្ដីពីគ្រោះមហន្តរាយធម្មជាតិបាក់ដីនិងផ្ទាំងថ្មធ្លាក់សង្កត់លើផ្ទៃថ្នល់កាលពីវេលាម៉ោង5នាទីព្រឹកព្រលឹមថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ12ត្រង់ចន្លោះណាំឌុកនិងហួរសាម៉ាខោចំណុចគីឡូម៉ែត្រលេខ775និងលេខ200ខាងស្ដាំដៃទីតាំងកើតហេតុស្ថិតនៅមុនពេលទៅដល់ស្ពានហួរតងបណ្ដោយផ្លូវឆ្ពោះទៅកាន់ស្រុកឡាំសាក់ខេត្តភេទ្រាបូនអលោកលោកស្រីអ្នកនាងកញ្ញាសកម្មភាពអន្តរាគមន៍និងស្ថានភាពចរាចរណ៍ក្នុងពេលបច្ចុប្បន្នការសម្របសម្រួលសុវត្ថិភាពភ្លាមបន្ទាប់ពីការហេតុមន្ត្រីជំនាញនៃផ្នែកថែទាំផ្លូវលបឿនលឿនបានចុះទៅដល់ទីតាំងដើម្បីសម្របសម្រួលចរាចរណ៍និងធានាសុវត្ថិភាពដោយបានធ្វើដំឡើងផ្លាកសញ្ញាព្រមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងនិងបានដាក់កាងចរាចរណ៍ការពារនៅជុំវិញតំបន់គ្រោះថ្នាក់នោះផងដែរការប្រើប្រាស់គ្រឿងចាក់ធុនធ្ងន់ក្រុមការងារបានបញ្ជូនគ្រឿងចាក់កាយដីទៅកាត់ថ្មគ្រឿងចាក់ទៅកាយដីនិងកាត់ថ្មផ្សេងទៅកាន់ទីតាំងកើតហេតុដើម្បីចាប់ផ្ដើមប្រតិបត្តិការកាយដីកំទេចថ្មនិងសម្អាតផ្លូវឲ្យបានជាប្រញាប់ស្ថានភាពចរាចរណ៍បណ្ដោះអាសន្នគិតត្រឹមម៉ោងនេះបណ្ដោយផ្លូវត្រូវបានបើកឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្នបានចំនួន1កន្លងហើយប៉ុន្តែអនុញ្ញាតឲ្យឆ្លងកាត់បានតែរថយន្តធុនតូចតែប៉ុណ្ណោះចំណែកឯរថយន្តធុនធំអាចនឹងមានការកកស្ទះឬត្រូវរងចាំការសម្អាតបន្ថែមអាជ្ញាធរបានអំពាវនាវដល់អ្នកធ្វើដំណើរតាមដងផ្លូវខាងលើសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់និងយោគយល់អធ្យាស្រ័យចំពោះដំណើរការផ្លាស់គ្នាទៅត្រង់ចំណុចកើតហេតុនេះតែម្ដងបាទអស់លោកស្រីអ្នកនាងកញ្ញាត្រូវរំលឹកឡើងវិញថាប៉ុន្មានថ្ងៃចុងក្រោយនេះប្រទេសថៃមិនត្រឹមតែមានបញ្ហាផ្សេងនោះទេសូម្បីតែគ្រោះធម្មជាតិក៏មិនលើកលែងឲ្យជនជាតិថៃនេះដែរបងប្អូនប៉ុន្មានថ្ងៃមុនគឺយើងមានព័ត៌មានតាក់ទងនឹងគ្រោះទឹកជំនន់បងប្អូនណាប្រជាជនថៃប្រមាណរាប់ពាន់គ្រួសារនិងមានខេត្តប្រមាណជា63ខេត្តដែលនៅត្រូវការប្រុងប្រយ័ត្នខ្ពស់អំពីខាតទឹកជំនន់ពីខាតចូលឡើងនៃទឹកសមុទ្រក្រោយមកទៀតក៏មានព័ត៌មានតាក់ទងនឹងការសោយទីវង្គតរបស់មហាក្សត្រីរបស់ជនជាតិថៃបានស្លាប់ដោយក្នុងមន្ទីរពេទ្យណាស្លាប់នៅក្នុងមន្ទីរពេទ្យដោយជំងឺរោគមេរោគឆ្លងនៅក្នុងរាងកាយបន្ទាប់មកទៀតបាទមានព័ត៌មានផ្សេងតាក់ទងនឹងអំពើឃាតកម្មមានឃាតករ10នាក់រត់ចូលទៅក្នុងរោងចក្របំផ្ទុះគ្រាប់បែកណាហើយក៏មានព័ត៌មានផ្សេងទៀតតាក់ទងទៅនឹងក្រុមខ្មាន់កំភ្លើងតាមដាក់គ្រាប់បែកទៅលើចង្វាយស្រុករបស់ថៃហើយឥឡូវនេះមកបាក់ដីបាក់សង្កត់ផ្លូវនេះបានគេថាកម្មអ្នកណាធ្វើអ្នកនឹងសាងគុកផ្លេចជុងតែជោគមិនផ្លេចគុកទង្វើអ្នកណាសាងអ្នកនោះអ្នកទទួលសូមកុំគិតថាមេឃដីមិនបានមើលឃើញនៅអំពើអាក្រក់ដែលយើងបានធ្វើឲ្យសោះមិនថាអ្នកទៅដល់ទីណាទេអំពើអាក្រក់នឹងតាមឲ្យផលជារឿយងាកមកមើលប្រទេសកម្ពុជាយើងឯនេះវិញបងប្អូនជាទីគោរពស្រឡាញ់ពួកយើងអត់ទាន់មានឆ្លងកាត់ព្យុះឬគ្រោះមហន្តរាយទឹកជំនន់ឬក៏បញ្ហាណាមួយទៅលើប្រជាជនរបស់យើងនោះទេបើកុំតែមានការឈ្លានពានរបស់ជនជាតិថៃម្លេះប្រទេសជាតិយើងកំពុងតែរស់នៅយ៉ាងសុខដុមនិងមានក្តីសុខរីកចម្រើនជាទីបំផុតអញ្ចឹងបានតែថាអ្នកណាធ្វើអ្នកនឹងទទួលក្រសួងកម្ពុជាកំពុងតែចាត់គ្នាឲ្យធ្វើការមានទាំងព្រះពាយព្រះភិរុនមានទាំងខ្យល់ព្យុះព្រមទាំងបាក់ដីសង្កត់ព្រមទាំងមនុស្សនៅក្នុងតំបន់របស់ពួកគេក៏បានព្យាយាម
ធ្វើរឿងចលាចលឲ្យប្រទេសជាតិរបស់ខ្លួនឯងដូចជាថៃនៅភាគខាងត្បូងអញ្ចឹងពួកគេតែងតែព្យាយាមក្នុងការវាយប្រហារឬក៏ធ្វើឃាតទៅលើពួកមន្ត្រីរដ្ឋាភិបាលរបស់ថៃជារឿយៗបងប្អូនចង់ដឹងព័ត៌មានយ៉ាងណាបន្ថែមទៀតនោះសូមកុំភ្លេចជួយ Subscribe និងជួយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗពីខ្ញុំបាទពូមុលសូមអរគុណសូមជម្រាបលា